នេះគឺជាបតសុទ្ធជាហើយបញ្ហានេះគឺធ្វើអត់បានទេតែមុននឹងអ្វីដែលយើងអាចបញ្ជាក់បានថាយើងធ្វើបានឬមិនបានគឺយើងត្រូវឆែកមើល CPU នេះអញ្ចឹង CPU នេះគឺខ្ញុំបានឆែករួចរាល់គឺ code អញ្ចឹង CPU នេះវាមានវាជា IC memory នេះគឺជា IC CPU អញ្ចឹងខ្ញុំនឹងធ្វើការឆែកបញ្ជាក់ថាតើ IC នេះគឺជា IC program ឬក៏ IC memory ពិតប្រាកដមែនឬអត់ហើយCPU នេះវាត្រូវការ RAI ឬអត់ពីធម្មតាដល់កាលណាពួក CPU ដែលមាន memory ដូចចិត្តហ្នឹងភាគច្រើនគឺវាអត់ត្រូវការ RAI ឬទេណាវា RAI នេះគឺជា IC memory ប៉ុន្តែយើងនឹងបញ្ជាក់បន្ថែមទៀតនៅពេលដែលខ្ញុំឆែកលេខកូដរបស់ IC នេះបញ្ជាក់ថាតើវាជា IC memory ឬក៏អត់បើសិនជាវាមិនមែនជា IC memory ទេប្រកបណា CPU នេះនឹងត្រូវការ RAI ហើយមិនសិន RAI វាមានតាមប្រភេទរបស់ក្រុមហ៊ុនអញ្ចឹងណាអញ្ចឹងបើយើងទិញថ្មីយកម្ដងក៏ដើរដែរណា CPU នេះណាគាត់យើង RAI ប្រូក្រាមថ្មីអញ្ចឹងខ្ញុំនឹងធ្វើការឆែកសិនតើវាពិតជាខូចមែនឬអត់ហើយខ្ញុំខត់មើលហើយរបៀបវាស់គឺយើងប្រើប្រាស់នៅ multimeter នេះក៏បានឬក៏យើងដាក់ភ្លើងតេស្តក៏បានដែរឥឡូវខ្ញុំនឹងថតពីរបៀបដែលយើងអាចសម្គាល់ថាខូចដោយប្រើប្រាស់ multimeter ហើយ function គឺប្រើ function សំឡេងនេះណាយើងចាប់តាមវាស់ជាធម្មតាគ្រប់CPU តែមានកងដង់មួយដែលធ្វើការជាមួយនឹងភ្លើងចាំវាគឺភ្លើង 5V មិនថាបតស្រីណាទេឲ្យតែមាន CPU គឺតែមានកងដង់មួយនៅចិត្តវាដែលបញ្ជាក់ថាវាគឺធ្វើការផ្នែកភ្លើងរបស់ CPU អញ្ចឹងឧទាហរណ៍ជាមួយនឹងបតផ្សេងឲ្យមើលទៀតនេះគឺជាបតចដាយន្តនេះគឺជាកងដង់ដែលចិញ្ចឹមទៅលើ CPU នេះអញ្ចឹង CPU នេះ 5V កងដង់នេះត្រូវមាន 5V បើសិនជាវាអត់មានទេបញ្ជាក់ថាឬក៏វាអត់គ្រប់ចេះថា CPU នេះឆ្លងណាពេលខ្លះក៏វាដោយសារតែ7805វាខូចដែរប៉ុន្តែសម្រាប់បទមួយនេះគឺខូច CPU តែម្ដងដោយសារខ្ញុំបានតេស្តដល់ខ្ញុំវាយមើលនេះជាសំណួរដែលសិស្សបានសួរក៏ដូចជាបងប្អូនបានសួរនៅក្នុងក្រុមណាវាឆ្លងកាប់តែម្ដងវា11អូមវាអត់ត្រូវអញ្ចឹងណាវាអត់ត្រូវឆ្លងបែបហ្នឹងទេហើយរបៀបវាស់វាមាន2យើងអាចវាស់ជាលក្ខណៈ function យកក៏បានបែបនេះមកឃើញទេ 0.02V ត្រឡប់វិញទៅ 0.2V ឡើងបើសិនជាវាល្អគឺជីវិតនេះល្អគឺវាស់ទៅលក្ខណៈដូចយោតវាល្អអញ្ចឹងមានតម្លៃមួយខាងអត់មួយខាងបើយើងវាស់លក្ខណៈ function យោតអញ្ចឹងគ្រប់ CPU ទាំងអស់គឺគេវាស់បែបហ្នឹងឯងហើយក៏វាមានរបៀបវាស់ផ្សេងទៀតប៉ុន្តែរបៀបវាស់ងាយៗគឺយើងធ្វើតាមវិធីសាស្ត្រហ្នឹងឲ្យតែ CPU ណាមិនថា CPU ស៊េរីនេះឬក៏ស៊េរីណាផ្សេងទេ CPU ស៊េរីនេះក៏ចឹងដែរគាត់ថា CPU ស៊េរីនេះគេប្រើកងដង់ប្រភេទកងដង់មីកាតិចតូចនេះគឺជា IC IBM ដែរប្រភេទពួក mini ណាអានេះក៏អញ្ចឹងដែរនេះគឺ CPU មួយគ្រាប់ផ្នែកឡានអញ្ចឹងកងដង់វាគឺធ្វើការជាមួយ IC នេះគឺកងដង់នេះជាមួយនឹង IC នេះគឺកងដង់នេះអញ្ចឹងបើវាស់កងដង់នេះឆ្លងដូចអាមិញគឺបញ្ជាក់ថា CPU នេះខូចដូចគ្នាអញ្ចឹងមិនថាផ្នែក ECU មិនថាផ្នែកបតកុំព្យូទ័រឬបតសិទ្ធិម៉ាស៊ីនបោកអីទេឲ្យតែមានគ្រាប់ CPU គឺគេវាស់របៀបហ្នឹងអាហ្នឹងជារបៀបវាស់លក្ខណៈស្រួលអានេះយ៉ាងណាណានេះ CPU របស់ឡានកងដង់វាប្រើកងដង់ប្រភេទមីកាអញ្ចឹងមានតែប៉ុណ្្នឹងទេអានឹងអាចជាមេរៀនខ្លះឥឡូវខ្ញុំនឹងតេស្តឲ្យមើលទៀតថាបើយើងដាក់ភ្លើងចូលទៅវានឹងក្តៅឧទាហរណ៍ថាកងដង់នេះវាធម្មតាវាចិញ្ចឹម CPU វា 5V អញ្ចឹងយើងគ្រាន់តែដាក់ភ្លើងបូកដកចូលខាងដកតាមដកទៅ 5V មកអញ្ចឹង CPU ឡើងនេះនឹងឡើងកម្ដៅខ្លាំងតែម្ដងនឹងលាកដៃអញ្ចឹងជាថា CPU នេះខូចអញ្ចឹងយើងត្រូវដូរគ្រាប់ CPU នេះចេញហើយ IC memory នេះបើសិនជាវាជា IC memory ពិតប្រាកដយើងប្រហែលជាដូរអានេះភាគច្រើនគឺ50/50គឺដូរទៅវាមកគ្រាប់ដដែលតែយើងត្រូវចាំវាណា CPU នេះយើងត្រូវប្រម៉ងដែរនៅព្រោះនៅកន្លែងលក់គ្រឿងនៅពេញអញ្ចឹងអត់មានលក់ទេ IC នេះមានឬក៏អាចជំនួសបានសំខាន់ឲ្យតែ program វានៅហើយរបៀបដឹងថា program វានៅឬអត់គឺយើងនឹងប្រើប្រាស់ម៉ាស៊ីន write program
សម្រាប់ program របស់វាគឺខ្ញុំប្រើតែនេះទេអានេះយើងអាចប្រើបានណាជាមួយ EC ប្រភេទជើង8នេះអរគុណ